សម្បុត្ររបស់លោកយ៉ាកបបើមានសេចក្តីល្បួងឬការសាក់លបងមកដល់រឿងដំបូងដែលយើងត្រូវធ្វើគឺត្រេកអរវានឹងមានខណៈពេលដែលជំនឿរបស់យើងត្រូវគេសាក់លបងនៅពេលនោះយើងត្រូវតែអត់ធ្មត់ឲ្យបានកាលណាអត់ធ្មត់បាននោះអត្តចរិតរបស់យើងនឹងកាន់តែមានភាពចាស់ទុំឡើងបើដឹងខ្លួនថាខ្ញុំខ្វះប្រាជ្ញាណាស់ចូលអធិដ្ឋានថាព្រះជាម្ចាស់អើយសូមប្រទានប្រាជ្ញាដល់ទូលបង្គំផងនោះព្រះអង្គនឹងប្រទានឲ្យជាមិនខានពេលទូលសូមរឿងនេះបើមានចិត្តសង្ស័យថាតើព្រះអង្គប្រទានឲ្យខ្ញុំមែនឬទេនោះនឹងមិនអាចទទួលបានប្រាជ្ញាឡើយបើបានទូលសូមហើយត្រូវជឿជាក់ឲ្យស្លាប់រស់ថាព្រះអង្គនឹងឆ្លើយតបការអធិដ្ឋានរបស់ខ្ញុំនោះព្រះអង្គនឹងប្រទានប្រាជ្ញាឲ្យក្នុងខ្លួនយើងម្នាក់តែងតែមានសេចក្តីប៉ងប្រាថ្នាឬតណ្ហាអ្វីមួយចូលពិនិត្យមើលខ្លួនឯងឲ្យច្បាស់តើយើងមានសេចក្តីប្រាថ្នាបែបណាកាលណាមានសេចក្តីប៉ងប្រាថ្នាវានឹងនាំយើងឲ្យធ្វើសកម្មភាពហើយនៅពេលនោះយើងនឹងប្រព្រឹត្តបាបបើបន្តធ្វើបាបដដែលវានឹងនាំយើងទៅរកសេចក្តីស្លាប់ដ៏អកលដូច្នេះការដែលចង់បាននេះចង់បាននោះឬចង់ធ្វើអ្វីមួយតាមសេចក្តីប្រាថ្នាបន្តខ្លួនគឺជាការគ្រោះថ្នាក់ណាស់ត្រូវចាត់ទុកវាជាបាបហើយកាត់ផ្ដាច់វាចោលពេលស្ដាប់អ្នកដទៃនិយាយត្រូវផ្ទៀងត្រចៀកស្ដាប់ឲ្យបានយូរនិងដោយយកចិត្តទុកដាក់មិនត្រូវកាត់សម្ដីគេភ្លាមដើម្បីនិយាយរឿងខ្លួនឯងឬធ្វើឲ្យការសន្ទនានោះคล้ายទៅជារឿងរបស់ខ្លួនឯងឡើយមិនត្រូវខឹងឡើយអ្នកដែលចូលចិត្តខឹងគ្មានលក្ខណៈសម្បត្តិជាប្រជារាស្ត្រស្ថានសួគ៌ឡើយចូលមើលថែរក្សាក្មេងកំពៀដែលកំពុងរងទុក្ខនិងស្ត្រីមេម៉ាយដែលរក់នឿម្នាក់ឯងជួយក្មេងកំពៀគ្រួសារដែលមានអាណាព្យាបាលតែម្នាក់និងស្ត្រីមេម៉ាយដោយសកម្មត្រូវគិតជានិច្ចថាតើក្នុងអាចជួយអ្វីបានខ្លះដល់ពួកគេដែរក្នុងលោកីមានវប្បធម៌ប្លែកៗជាច្រើនត្រូវដាស់តឿនខ្លួនឯងជានិច្ចកុំឲ្យវប្បធម៌លោកីទាំងនោះមកបំពុលយើងបានត្រូវពិនិត្យមើលជានិច្ចថាតើទស្សនវិជ្ជាមនោគតិវិជ្ជាម៉ូដពេញនិយមរឿងរ៉ាវល្បីៗរថយន្តនិងបទចម្រៀងទាំងនោះស្របតាមព្រះបន្ទូលឬទេមិនត្រូវមានចិត្តលំអៀងឡើយកុំស្រឡាញ់អ្នកនេះហើយស្អប់អ្នកនោះកុំប្រព្រឹត្តល្អដាក់អ្នកខ្លះហើយមើលរំលងអ្នកខ្លះទៀតឡើយមិនត្រូវរើសអើងមនុស្សជាតិនិងមិនត្រូវវិនិច្ឆ័យពួកគេឡើយទោះបីជាក្នុងចិត្តក៏មិនត្រូវមើលងាយអ្នកក្រក់ខ្សោយឡើយព្រះយេស៊ូវមានបន្ទូលថាបើអ្នកដទៃត្រូវរងលំបាកដោយសារយើងនោះគឺជាបាបដ៏ធ្ងន់ដែលសូម្បីតែស្លាប់ដោយចងកទម្លាក់ក្នុងសមុទ្រក៏សមដែរបើដឹងថាអ្នកដទៃកំពុងលំបាកខឹងឬឈឺចាប់ដោយសារយើងត្រូវប្រញាប់ដោះស្រាយស្ថានភាពនោះដោយសកម្មត្រូវសុំទោសគេមុននិងប្រែចិត្តចំពោះព្រះជាម្ចាស់អណ្ដាតគឺជាវត្ថុដ៏អាក្រក់វាពិបាកណាស់ក្នុងការគ្រប់គ្រងពាក្យសម្ដីដែលចេញពីមាត់ព្រោះសាតាំងតែងតែរៀបចំឲ្យពាក្យសម្ដីដែលចេញពីមាត់យើងคล้ายទៅជាពាក្យអាក្រក់ជានិច្ចបើយើងនិយាយរឿងអត់ប្រយោជន៍និយាយដើមគេដោយមិនគិតនោះយើងកំពុងតែធ្វើអំពើអាក្រក់មិនចេះចប់ដូច្នេះត្រូវដឹងខ្លួនឲ្យច្បាស់ថាខ្ញុំតែងតែធ្វើបាបដោយសារពាក្យសម្ដីហើយត្រូវប្រយ័ត្នមាត់កត្រូវនិយាយតែពាក្យសរសើរដំកើងនិងថ្វាយសិរិដល់ព្រះជាម្ចាស់នោះឡើយត្រូវស្វែងរកសន្តិភាពជានិច្ចចូលយល់ចិត្តមនុស្សគ្រប់គ្នានិងគ្រប់ស្ថានភាពទាំងអស់ដោយការពិចារណាឲ្យល្អិតល្អន់ត្រូវមានអាកប្បកិរិយទួនភ្លួនត្រូវមានចិត្តមេត្តាករុណាដល់អ្នកដទៃត្រូវធ្វើអ្វីដោយយុត្តិធម៌និងប្រព្រឹត្តដាក់មនុស្សគ្រប់គ្នាដោយសមធម៌កុំនិយាយកុហកត្រូវមានភាពស្មោះត្រង់ជានិច្ចកុំរិះគន់អ្នកដទៃ
ការវិនិច្ឆ័យអ្នកដទៃមានន័យថាយើងមិនមែនស្ថិតនៅក្នុងឋានៈជាអ្នកកាន់តាមច្បាប់ឡើយប៉ុន្តែយើងកំពុងដណ្ដើមឋានៈជាចៅក្រមដែលជាអ្នកកាត់ក្តីមនុស្សគ្រប់គ្នាគឺជាតំណាងដែលព្រះជាម្ចាស់បានបង្កើតមកតាមរូបអង្គទ្រង់បើយើងវិនិច្ឆ័យមនុស្សមានន័យថាយើងកំពុងជេរប្រមាថព្រះជាម្ចាស់ថាហេតុអ្វីព្រះអង្គបង្កើតមនុស្សមកបែបនេះការអួតអាងពីខ្លួនឯងដោយចិត្តឆ្មើងឆាងមិនមែនជារឿងត្រឹមត្រូវឡើយនេះគឺជាអំពើអាក្រក់កុំអួតអាងពីបយាកាសជុំវិញខ្សែរ៉ូតឬអ្វីជារបស់ខ្លួនឡើយប្រសិនបើវាមិនមែនជាការលើកតម្កើងព្រះអង្គឡើយនេះគឺជាអំពើអាក្រក់បើដឹងថាអ្វីជាអំពើល្អហើយតែមិនព្រមធ្វើតាមនោះក៏ជាបាបដែរតើចង់ដឹងថាធ្វើដូចម្ដេចដើម្បីឲ្យព្រះជាម្ចាស់យាងមកចិត្តយើងកាលណាយើងចូលទៅចិត្តព្រះជាម្ចាស់នោះព្រះអង្គនឹងយាងមកចិត្តយើងជាមិនខានការមានចិត្តពីរគឺជាអំពើអាក្រក់ការដែលចង់បានទាំងព្រះជាម្ចាស់និងចង់បានទាំងលោកីក្នុងពេលតែមួយគឺជាអំពើអាក្រក់ការដានផ្ដាល់ចិត្តខ្លួនឯងមករកព្រះជាម្ចាស់តែម្នាក់ប៉ុណ្ណោះនេះហើយគឺជាសេចក្តីបរិសុទ្ធឬសន្តានចិត្តដ៏បរិសុទ្ធការរអ៊ឺរអាលធ្វះទីនឹងបរិយាកាសឬមនុស្សជុំវិញខ្លួននឹងត្រូវព្រះជាម្ចាស់ជំនុំជម្រាដាច់ខាតកុំស្បោះឡើយកុំសន្យាផ្ដេសផ្ដាស់ការសន្យាថានឹងធ្វើការបម្រើនេះថ្វាយតង្វាយប៉ុណ្ណេះឬនឹងធ្វើបែបនោះនៅថ្ងៃអនាគតការសន្យាដោយមិនមានការពិចារណាគឺជាបាបបើចង់ឲ្យជាសះស្បើយពីជំងឺចូលលួចប្រាប់បាបដែលខ្លួនបានធ្វើទៅកាន់អ្នកអធិដ្ឋានជំនួសហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមកនោះជំងឺកាយនឹងបានជាសះស្បើយជាមិនខាន